ឥឡូវគេល្បីងាវហាអំបិលទុំងាវហាអំបិលម្ទេសថ្ងៃនេះដែរខ្ញុំយកងាវទៅលីងអំបិលម្ទេសមកបងប្អូនដើម្បីកុំឲ្យចំណាយពេលហាលយូរវិធីធ្វើងាយស្រួលមែនតើបងប្អូនមកផ្លែតបានញ៉ាំហើយជាដំបូងបងប្អូនត្រូវដាក់ខ្ទះក្តៅសិនទៅយើងបន្ថែមវាជាមួយម្សៅស៊ុបអំបិលស្ករប៊ីចេងអ្វីដែលសំខាន់នេះគេបងប្អូនត្រូវលីងវាជាមួយនឹងម្ទេសហុយបន្ទាប់ពីដាក់ម្ទេសហុយរួចហើយបងប្អូនត្រូវបន្ថែមវាជាមួយទឹកបន្តិចបានហើយកុំច្រើនដូចខ្ញុំពេកកាលណាយើងដាក់ទឹកច្រើនពេកទៅយើងត្រូវរងាស់វាយូរទៀតណាបងប្អូនដាក់ទឹកចូលរួចហើយយើងកូរគ្រឿងកូរទឹកហ្នឹងឲ្យវាឡើងរីងទៅបងប្អូនចាំយើងចាក់ងាវរបស់យើងចូលទៅបន្ទាប់ពីចាក់ងាវចូលរួចហើយខ្ញុំលីងងាវជាមួយគ្រឿងហ្នឹងរហូតដល់វាឡើងស្ងួតគ្រឿងស្ងួតទឹកពេលដែលយើងលីងវាស្ងួតទៅរសជាតិវាដូចលីហាលអញ្ចឹងបងប្អូនខ្ញុំឃើញវីដេអូបងមួយនោះគាត់ទិញងាវហាលតាមអនឡាញអញ្ចឹងដល់ពេលយកមកបកអត់ចេញប៉ុន្តែបើបងប្អូនធ្វើតាមវិធីរបស់ខ្ញុំហ្នឹងគឺបកចេញស្រួលមែនតើបងប្អូនចង់ឆ្អិនល្មមលីងវាមួយផ្លែតបានហើយបងប្អូនចង់ឆ្អិនខ្លាំងលីងវាយូរទៅហើយបើនិយាយពីរសជាតិវិញអែមមែនតើបងហ៊ានធានាឲ្យវីដេអូងាវលីងបើម្ទេសបានចប់បងប្អូនដែលពេញចិត្តវីដេអូនេះកុំភ្លេច share វីដេអូនេះទាំងអស់គ្នាណាអរគុណ